បាទសូមជម្រាបសួរដល់បងប្អូនអរគ្នាបាទខាងចេញវីដេអូចែកជូនបងប្អូនទស្សនាយូរដែរហើយបងប្អូនបាទហើយថ្ងៃនេះទើបតានេះឆ្លៀតថតម៉ូដផ្ទះចែកជូនបងប្អូនទស្សនាបន្តអញ្ចឹងណាបងប្អូនបាទម៉ូដផ្ទះនេះគឺស្អាតមែនទែនបងប្អូនផ្ទះនេះគឺភូមិពោះចាស់ឃុំបដិព្រះស្រុកបដិព្រះខេត្តបន្ទាយមានជ័យបាទម៉ូដផ្ទះនេះគឺស្អាតមែនទែនបងប្អូនបាទជ្រីចាប់ជ្រីគឺជាងគាត់ចាប់បានស្អាតមែនទែនមកស្អាតខ្លាំងមែនទែនហើយពណ៌ក៏គាត់រើសបានស្អាតដាក់ទៅសមស្អាតតែម្ដងបងប្អូនបាទហើយពណ៌គឺគាត់យករៀងពណ៌រៀងស្រស់ដែរបងប្អូនបាទពណ៌នេះរៀងស្រស់តែស្អាតបាទហើយផ្ទះនេះក៏មានទំហំ7 គុណនឹង11បងប្អូន7 11អញ្ចឹងខាងក្នុងក៏មានបន្ទប់គេង2បន្ទប់ទឹក1បាទហើយនេះគឺជាចំណុចចំហៀងបាទចំហៀងមួយចំហៀងទៀតបងប្អូនបាទអូស្អាតណាស់បងប្អូនម៉ូដនេះបងប្អូនអាចយកទុកជាគំរូបានពេលត្រូវការសាងសង់អីបងប្អូនអាចប្រមាណបងប្អូនបាទសម្រាប់ផ្ទះនេះផងដែរគឺគាត់បានប្រើផលិតផលក្រុមហ៊ុនខាំពេនថ្នាំពណ៌ជាតិកម្រិតវីតាល់ព្រឺរលោងល្មមបងប្អូនបាទហើយនេះគឺជាចំណុចផ្នែកខាងក្រោយបាទចំណុចខាងក្រោយបាទសារម្ចាស់ផ្ទះគាត់អត់ស្រឡាញ់ផ្ទះបាយដាក់ខាងក្នុងទេគាត់ចង់ធ្វើផ្ទះបាយដាច់ផ្សេងចឹងគាត់ទុករៀបចំទុកនៅខាងក្រោយទៀតចឹងបាទល្មមបងប្អូនបាទមួយគ្រួសារតូចល្មមបាទស្អាតម៉ូដនេះហើយចាស់ផ្ទះក៏រើពណ៌បានស្អាតមែនទែនហើយម៉ូដជ្រីបងប្អូនជ្រីគឺស្អាតបាទហើយជើងក្រោមគាត់លាបបានខ្លះបងប្អូនបាទចាត់រួចរាល់ហើយជាងគាត់បានចាក់សាបជើងក្រោមអីបានរួចរាល់ហើយនៅតែលាបថ្នាំបន្ថែមជុំវិញជើងក្រោមបាទហើយនេះក៏ជាចំណុចចំហៀងមួយទៀតបងប្អូនបាទនេះជាងក៏បានចាក់សាបរួចរាល់ហើយជើងក្រោមជុំវិញហើយពណ៌ស្អាតមកមែនទែនពណ៌ហើយកញ្ចក់នេះគាត់ជាប់ប្រភេទកញ្ចក់អាចមើលបានខាងក្រៅមួយក្រៅយើងដាក់វាំងណូនទៅស្អាតមែនទែនហើយនេះក៏ជាផ្នែកខាងក្នុងបងប្អូនខាងក្នុងម្ចាស់ផ្ទះគាត់ស្រឡាញ់ការ៉ូយក1.2 ម៉ែត្របាទពូ1.2 ម៉ែត្រហើយមានជ្រីពីលើមួយទឹកបាទពីដានក៏គាត់ម៉ូដដែរហើយសម្រាប់ពណ៌ខាងក្នុងគឺគាត់ស្រឡាញ់ពណ៌រាងកាអំពៅបងបាទកាអំពៅឆៃមុំបាទហើយនេះគឺជាផ្នែកបន្ទប់ទី2បន្ទប់ទី1ជាស្រ័យបងប្អូនបាទបន្ទប់ទី1បន្ទប់នៃគ្រួសារបងបាទម្ចាស់ផ្ទះគាត់ស្រឡាញ់ពណ៌តែមួយទេអញ្ចឹងគាត់ដាក់ពណ៌កន្លែងទួលគ្នាក៏ដូចគ្នាក្នុងបន្ទប់ក៏ពណ៌ដូចគ្នាបាទហើយនេះជាបន្ទប់ទី2បន្ទប់ទី2គឺពណ៌ដូចគ្នាតែមួយហើយជ្រីការ៉ូអីគឺយើងដាក់ដូចគ្នាទាំងអស់តែម្ដងបងប្អូនបាទហើយពីដានហើយយើងពីដានលេងម៉ូដអញ្ចឹងបងប្អូនបាទនេះគឺផ្នែកខាងក្រោយខាងបន្ទប់ទឹកមួយបាទបន្ទប់ទឹកគឺយើងបិទការ៉ូទាំងអស់តែម្ដងបងប្អូនបាទបិទការ៉ូជុំវិញដល់លើពីដានតែម្ដងបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូបាទបងប្អូនតើការសាងសង់បងអាចតាក់ទងបានបាទសូមអរគុណច្រើន